បន្ទាប់ពីយើងដាក់កាច់សំបុកបាន7 ទៅ 8 ថ្ងៃនេះបងចូលអស់ចូលស្អាតវាបញ្ចាក់ចេញមកនេះវានៅខ្លះវានៅខ្លះនេះវានៅតិចអានេះចូលចិត្ត200គ្រាប់បាទវានៅខ្លះវាមិនអស់ពេកទេវាមិនរុំអស់ពេកទេវានៅនិយាយទៅចូលសឹងទាំងអស់ឃើញទេអត់មានទេនៅក្រៅតែ3វាអត់រុំតែ3ទេក្រៅនឹងរុំទាំងអស់ចិត្ត200គ្រាប់បាទនេះមកសំណុំនេះកាមេរ៉ានេះអត់សូវច្បាស់ស្ដីកាមេរ៉ាសិនបាទលើយើងចាប់ដើមកាត់វាយកស្រ័យមកកាត់វាខ្ញុំដៃមួយដល់អញ្ចឹងធ្វើអត់កើតទេទៅបិទសិនបានកាត់បានដៃមួយអត់មានអ្នកថតឲ្យអញ្ចឹងឃើញថាវាចូលអស់តែ8ថ្ងៃទេបាទនេះ200គ្រាប់នេះមកសំណុំនេះមិនតិចទេច្រើននេះអានេះដួងអាយុអត់បាន40ថ្ងៃទេខ្ញុំដាក់កាច់ខ្ញុំថាដាក់កាច់ទុកហូបទៅនេះជាងវាអត់រុំតែ3ទេ3នេះអត់រុំយើងវះវិញយើងនេះយើងរៀបចំវាស្អាតមកហើយចាំ10ថ្ងៃក្រោយចាំវះយកមកហូបវិញអាហ្នឹងអត់ធ្វើពូជទេដោយសារវាអត់គ្រប់ថ្ងៃនេះវាពងរើខ្លុកអានេះយើងអត់ធ្វើពូជទេដោយសារវាដួងវាបានតែ30ថ្ងៃជាងបន្តិចតូចទេខ្ញុំដាក់ឲ្យវារុំដើម្បីយកវារុំហើយវាដុះឲ្យកាក់ហើយយើងយកមកហូបវិញអាហ្នឹងយើងអត់ទុកធ្វើមេទេវាតូចពេកអញ្ចឹង20ថ្ងៃជាងក៏វាមូដែរអាហ្នឹងក៏វារុំដែរក៏នេះនេះ2ទៀតអត់រុំអានេះរុំហើយវាចេញវិញវារុំអត់បានល្អអានេះបើសិនជាវាខ្លាចជាមេកញ្ចែក៏វាបានធំដែរវាតូចដោយសារដួងវាអត់គ្រប់អាយុ